រីករាយស្វាគមន៍បងប្អូនប្រជាកសិករចិញ្ចឹមគោសូមស្វាគមន៍ចំពោះវីដេអូនេះខ្ញុំចង់ចែកម្លែកតាក់ទងជាមួយនឹងចំគោទៅចេះតែវាអត់សូវឃ្លានចំណៃឃ្លានស្មៅអត់ធំធាត់អូខេឥឡូវជួបជាមួយខ្ញុំផ្ដល់ដំណោះស្រាយខ្លះៗប៉ុន្តែបើចង់ឲ្យបាននៅចំណេះដឹងកាន់តែច្បាស់ក៏ចាំឆាតមកសួរឬទេមកសួរមកបាទអញ្ចឹងយើងចង់បានគោនេះធំធាត់មើលទៅឡើងក៏ហឺឡើងក៏ភើតែម្ដងមើលទៅពេញភ្នែកតែម្ដងនឹងសិតជាគោម្ដងរបស់អ្នកចំសត្វទាំងអស់គ្នាក៏ប៉ុន្តែវាអត់ដូចចិត្តទេឲ្យស៊ីណាស់ដែរឲ្យផឹកណាស់ដែរវានៅតែមិនធំនេះវាយ៉ាងម៉េចអូខេវាប្រកាសជាមានមេរោគនៅក្នុងខ្លួនហើយអញ្ចឹងចាំបាច់ឲ្យបងប្អូនទាំងគ្នាត្រូវចេះដោះស្រាយនៅបញ្ហាហ្នឹងគឺបងប្អូនទាំងអស់គ្នាត្រូវចាក់ថ្នាំទម្លាក់សត្វអត់ក៏ដូចជាប្រើប្រាស់ថ្នាំប៉ៅពេលខ្លះយើងចាក់ពីមុខហ្នឹងហើយវាអត់ធំទៀតធាត់ទៀតអញ្ចឹងយើងមើលសារធាតុចិញ្ចឹមនៅក្នុងចំណីអាហាររបស់យើងរួមជាមួយនឹងទឹកដែលយើងបានផ្ដល់ឲ្យអញ្ចឹងសង្ឃឹមថាវីដេអូនេះខ្លីប៉ុន្តែសង្ឃឹមថាបងប្អូនអរគ្នាអាចធ្វើបានហើយបើអត់ចេះអាចទំនាក់ទំនងមកបាទសូមអរគុណសូមគោរពលា